ព្រឹត្តម្ដាយឪពុករឿងអីត្រូវឲ្យជាប់បាទនេះមួយយ៉ាងម្នាក់ណាបាទតែយ៉ាងណាក៏ដោយក៏ត្រូវតែទុកលទ្ធភាពនេះឲ្យតុលាការបន្តទៀតទៅថាតើផ្ដល់យុត្តិធម៌សម្រាប់អ្នករងគ្រោះពិតប្រកបយ៉ាងម៉េចបាទចង់បានតែប៉ុណ្្នឹងឯងបាទយើងបើនិយាយពីរឿងរ៉ាវដែលកើតឡើងរួចហើយយើងយកការសងសឹកមកធ្វើជាប្រមុខសម្រាប់ការសងសឹកនេះយើងប្រកាសជាត្រូវមានទោសធ្ងន់ធ្ងរថែមទៀតតែបើសិនជាពៀរងាប់ដោយការមិនចង់ពៀនោះប្រហែលជាបានសុខយូរអង្វែងតែបើសិនជាពៀត្រូវបានរងាប់ដោយចង់ពៀបាទអានឹងប្រហែលត្រូវមានទុកដូចគ្នាបាទនាងឯងចង់ពៀអញចង់ពៀអ្នកឯងចាអានឹងវាចង់ពៀទៅមកអានឹងមិនថាឯងវាយអញនឹងសងសឹកពេលក្រោយអានោះវានឹងកើតឡើងនៅវបដិសារីជាជាមិនខាននៅពេលដែលចាប់ដើមគ្រោះថ្នាក់ចឹងកើតឡើងហើយរួចហើយកិច្ចខ្លួនដើរទៅណាមិនមានសេរីភាពទើបបានគិតថាអស់អញហើយបើកើតពីឆ្លោះគ្នាគ្រាន់តែបកស្បែកបន្តិចបន្តួចអញបញ្ចប់អញជិលតតាំងសងសឹកគ្នាប្រហែលជាអញបានសុខមិនចាំបាច់កិច្ចខ្លួនដោយដើរទាំងភិតភ័យចឹងទេមើលទៅចាឥឡូវពងគិតហ្នឹងបាទពងគិតដែរបាទបានធ្វើខុសហើយតែឥឡូវពេលវេលាវាកន្លងផុតទៅហើយបាទសកម្មភាពរបស់យើងបានធ្វើកន្លងផុតទៅហើយมันអាចលុបលាងបានអញ្ចឹងទៅតាមផលកម្មទៅជុងមិនភ្លេចកុកមិនភ្លេចជុងទៅគិតអញ្ចឹងហ្មងទៅបាទអញ្ចឹងចង់ផ្សាយព័ត៌មាននេះដើម្បីឲ្យផ្ដល់ភាពយុត្តិធម៌ទាំងសងខាងទេមិនមែនចង់និយាយថាកូនរត់ត្រូវតែចាប់ឪពុកម្ដាយមិនមែនទេបើឪពុកម្ដាយគេមិនប្រព្រឹត្តអីយើងទៅចាប់អីគេចាបាទអ្នកណាប្រព្រឹត្តអ្នកនឹងទទួលច្បាប់ចែងឲ្យតាកូនក៏ដោយបងក៏ដោយប្អូនក៏ដោយបាទអ្នកណាប្រព្រឹត្តអ្នកនឹងទទួលអញ្ចឹងយើងមិនអាចគិតថាកូនរត់ចាប់ម៉ែទៅអានឹងអត់ទេច្បាប់អត់ចែងអញ្ចឹងទេអយុត្តិធម៌ម្ដាយកូនមែនបងប្អូនបង្កើតមែនប៉ុន្តែការគិតវាខុសគ្នាប៉ុន្តែចរិតដឹកពៀវាខុសគ្នាចេញពីសាច់មួយមែនប៉ុន្តែចរិតរបស់មនុស្សវាខុសគ្នាណាមនុស្សមួយចិត្តមួយមនុស្សមួយចិត្តមួយតោះចាតែមនុស្សពីរមនុស្សមួយវាចិត្តមួយមែនប៉ុន្តែមនុស្សមួយពុនពីរលើតែអត់អស់ចិត្តរឿងមនុស្សមួយពុន4អីចាតោះចាកូនឥឡូវតចូលទៅរឿងយើងបន្តទៀតករណីរថយន្តកុងតឺន័របុកម៉ូតូ Smart Revo ជាប់ក្រោមរថយន្តម៉ូតូនិងរថយន្តបើកបរស្របគ្នាស្រាប់តែរថយន្តចង្កូតបន្តិចប៉ះម៉ូតូដួលចូលក្រោមរថយន្តសំណាងល្អអ្នកបើកបរម៉ូតូរមាចេញក្រៅរងរបួសស្រាលកាលឡើងនៅវេលាម៉ោង 8:45 នាទីយប់ថ្ងៃទី 23 ធ្នូនៅមុខភោជនីយដ្ឋានតាម៉ាប់តាមផ្លូវវែងស្រេងសង្កាត់ស្ទឹងមានជ័យខេត្តមានជ័យប្រពន្ធព័ត៌មានពីអ្នកបើកម៉ូតូ Smart Revo ពណ៌ស្វាយបានដឹងថាមុនពេលកើតហេតុខ្លួនបានជួលមិត្តភ័ក្តិទៅផ្ទះនៅពោធិ៍ចិនតុងរួចហើយបានត្រឡប់ទៅផ្ទះវិញបើកបរពីលេខទៅកើតស្របគ្នាជាមួយរថយន្តកុងតឺន័រ Mahindra Defender ពណ៌សជារថយន្តរបស់ក្រុមហ៊ុន Phai Smooth Tech Front មកដល់ចំណុចខាងលើជាផ្លូវបេតុងទើបនឹងចាក់បាន2ខ្សែហើយរថយន្តបានងាកចង្កូតទៅខាងស្ដាំដៃបន្តិចក៏ប៉ះម៉ូតូបណ្ដាលឲ្យដួលចូលក្រោមរថយន្តទាំងម៉ូតូនិងមនុស្សចាអស់បានបន្តិចអ្នកបើកបរម៉ូតូខំប្រឹងរមាចេញក្រៅពីរថយន្តគ្រាន់តែរលាត់ដៃជើងតិចតួចតែប៉ុណ្ណោះចំណែកម៉ូតូរថយន្តអស់ជាប់ក្រោមរថយន្តខូចខាតស្ទើរតែទាំងស្រុងចំណែកអ្នកបើករថយន្តកុងតឺន័របានឲ្យដឹងដែរថាម៉ូតូគឺជិះប៉ះរថយន្តរបស់គាត់ដួលចូលក្រោមរថយន្តដោយខ្លួនឯងនោះទេព្រោះម៉ូតូចូលពាក់កណ្ដាលរថយន្តហើយចាមិនមែនចូលនៅកង់មុខរថយន្តនោះទេក្រោយពេលកើតហេតុភាគីទាំងពីរចរចាគ្នាដែលខាងម៉ូតូទាមទារសំណងថ្លៃព្យាបាលរបួសនិងខូចខាតម៉ូតូចំនួន$200ប៉ុន្តែខាងរថយន្តមិនព្រមដោយសារតែជាកំហុសទាំងសងខាងសូមត្រឹម$120ក៏បញ្ចប់រឿងចាករណីមួយទៀតរថយន្តស្រវឹងបុករ៉ឺម៉កម៉ូតូប្លង់ទៅបុកម៉ូតូមួយគ្រឿងទៀតចាទាំងចាប្លង់ទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់2នាក់និងស្រាល2នាក់
ររបួសធ្ងន់នឹងហ្វ្រាល់4នាក់គណៈបើកបររថយន្តទាំងស្រវឹងធ្លាក់ភ្នែករាជចង្កូតទៅបុករមាក់ម៉ូតូប្លង់ទៅបុកម៉ូតូមួយគ្រឿងទៀតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់តាមមហាវិថីព្រះមនីរ៉េតសង្កាត់ស្ទឹងមានជ័យខេត្តមានជ័យកាលពីវេលាម៉ោង 9:45 នាទីយប់ថ្ងៃទី 23 ធ្នូប្រពន្ធព័ត៌មានពីអ្នករងគ្រោះបានឲ្យដឹងថាមុនពេលដែលកើតហេតុរថយន្តបង្កម៉ារីហ្វពណ៌ឈាមជ្រូកបើកបរដោយបរិះម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរតាមមហាវិថីព្រះមនីរ៉េតពីលិចទៅកើតចំណែករមាក់ម៉ូតូត្រឡប់មកពីដឹកកូនស្រី2នាក់ចេញពីធ្វើការនៅរោងចក្រត្រឡប់ទៅផ្ទះវិញទៅដែរពីការតលេចហ្វ្រប់គ្នាជាមួយម៉ូតូ Honda Dream ពណ៌ខ្មៅជី2នាក់ចាកូនប្រុសដប់ម្ដាយទៅលេងផ្ទះបងប្អូនមកដល់ចំណុចខាងលើស្រាប់តែរថយន្តបង្ករេចង្កូតទៅបុកនៅរមាក់ម៉ូតូបាញ់ឆិតប្លង់ទៅបោកម៉ូតូដែលជិះហ្វ្រប់គ្នាជាមួយនៅរមាក់ម៉ូតូបណ្ដាលឲ្យកូនស្រីម្នាក់បែកក្បាលនិងបែកមាត់រងរបួសធ្ងន់ធ្ងរចំណែកឪពុកនិងកូនស្រីម្នាក់ទៀតរងរបួសស្រាលនិងស្ត្រីដែលជិះម៉ូតូជាមួយកូននោះបាក់ជើងខាងឆ្វេងកូនប្រុសជាអ្នកដប់រងរបួសស្រាលក្រោយពេលដែលកាត់ហេតុកូនស្រីដែលរងរបួសបានទៅព្យាបាលរបួសនៅគ្លីនិកឯកជនជិតកន្លែងកាត់ហេតុចំណែកស្ត្រីដែលបាក់ជើងកូនប្រុសដោយទៅព្យាបាលនៅមន្ទីរពេទ្យជរីចាបន្ទាប់មកខាងរថយន្តមានតំណាងចេញមកធ្វើការដោះស្រាយប៉ុន្តែខាងរថយន្តសងសំណងតែអ្នកជិះរមាក់ម៉ូតូទេចំណែកអ្នកជិះម៉ូតូមិនព្រមសងសំណងទេព្រោះរថយន្តអត់បានបុកទេការចរចាគ្នាមិនត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាករណីបន្តទៀតគឺចាត្រួតពិនិត្យអាវុធជាតិផ្ទុះខាត់ខ្លួនមុខសញ្ញាចាកាប់ប្លន់និងដាវសាមរ័យម្នាក់ជនសង្ស័យជាមុខសញ្ញាកាប់នឹងដាវសាមរ័យវាយប្លន់ជាម៉ូតូម្នាក់ប្រទះឃើញកម្លាំងសមត្ថកិច្ចចាចម្រោះកំពុងត្រួតពិនិត្យអាវុធជាផ្ទុះភ័យពេករត់ចោលម៉ូតូត្រូវកម្លាំង PM ខាត់ខ្លួនបានម្នាក់រួមជាមួយដាវសាមរ័យមួយដើមកាលពីវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី 23 ធ្នូលើកំណត់ផ្លូវជាលេខ 1 សង្កាត់និរោធខណ្ឌច្បារអំពៅសមត្ថកិច្ចបានដឹងថាគណៈដែលកម្លាំងចម្រុះសហការគ្នាឆែកឆេរអាវុធជាផ្ទុះវាស់ជាតិអាល់កុលផាកពិន័យអ្នកបើកបរអត់ពាក់មួកសុវត្ថិភាពម៉ូតូអត់កញ្ចក់ស្រាប់តែមានជនសង្ស័យជិះម៉ូតូស្កូពីពណ៌សលឿងអត់ស្លាកលេខជិះតែម្នាក់ឯងគួរឲ្យសង្ស័យពេកសមត្ថកិច្ចបានហៅធ្វើការឆែកឆេរបែរជាជនសង្ស័យមិនព្រមឈប់ព្យាយាមរត់គេចតែឃើញសមត្ថកិច្ចនាំគ្នាមកច្រើនពេកបានបដូរម៉ូតូទុកចោលហើយរត់គេចខ្លួនត្រូវកម្លាំង PM ស្ទាក់ចាប់បានធ្វើការឆែកឆេរនៅក្នុងកែបម៉ូតូមានដោយសាមរ័យមួយដើមសមត្ថកិច្ចក៏ខាត់ខ្លួនតែម្ដងជនសង្ស័យដែលខាត់ខ្លួនបានឈ្មោះសុកឆេងអាយុ 14 ឆ្នាំនៅសង្កាត់បឹងត្របែកខណ្ឌចំការមនជាមុខសញ្ញាកាប់ប្លន់ជាម៉ូតូនៅសង្កាត់ព្រែកប្រាមខណ្ឌច្បារអំពៅបច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងដែលដកហូតបានគឺយកទៅហ្វាក់ហ្វូននៅអធិការដ្ឋានខណ្ឌច្បារអំពៅរងចាំចាត់ការតាមផ្លូវច្បាប់កម្លាំងចម្រុះវាមាន PM បាទមានកងរាជអាវុធហត្ថមានប៉ូលីសបាទគាត់ដាក់ការឆែកឆេរនៅពេលយប់ដើម្បីត្រួតពិនិត្យមើលអាវុធជាតិផ្ទុះអញ្ចឹងនៅពេលដែលឆែកឆេរទៅវាមានអត់ឃើញជាតិផ្ទុះទេប៉ុន្តែមានជាតិមុតបាទជាតិមុតគឺដាវសាមរ័យមកហើយប៉ុន្តែអត់ឃើញជាតិប៉ុន្តែឃើញជាតិស្រវឹងជាតិអាល់កុលបាទអញ្ចឹងបានមិញឯងសិលានិយាយរឿងឡានស្រវឹងតើកាលណានិយាយភាសាឡានស្រវឹងនឹងច្បាស់ជាទូទៅនៃជនសួរមកខ្ញុំទៀតអូលោកធាឥឡូវនឹងឡានស្រវឹងហ៎ចាឡានចេះផឹកឡានស្រវឹងហ៎សួរខ្ញុំមកចឹងចាព្រោះប្រិមិត្តដែលកំពុងទស្សនានេះគាត់ឆាប់ឆ្ងល់ណាបាទកាលណាមើលគាត់ពិចារណាចាក៏ពិចារណាឲ្យស៊ីជម្រៅទៀតបាទឡើងធ្លាយធ្លុះខោអាវទៀតទៅមើលបាទគាត់ដើម្បីពិចារណាវិភាគចាអញ្ចឹងបានគេនិយាយរឿងអ្នកហូបចុកឲ្យជុំគ្នាមួយខ្ញុំនិយាយរឿងមិត្តភ័ក្តិណាគាត់និយាយពេលអង្គុយគ្នាមកវងមួយស្អីមានផុសអញ្ចឹងទៅគាត់ថាហៅស្អីចាអូនឯងមកអង្គុយមួយបងមកណាអូនឯងតែកណាជួបមុខបងក្រមិនយូរទេអូនក៏វិញជួបមុខបងឲ្យក្រមិនយូរទេក្រឥឡូវហ្នឹងក្រឥឡូវវាទៅចាយពេលហ្នឹងគឺឲ្យដាច់មកខ្ញុំថាអូនឯងក៏វិញជួបមុខបងគ្រូក្រមិនយូរទេក្រឥឡូវក្រមែនចប់ហ្នឹងជាពាក់គេបដ ாய் យ៉ាងដែរបាទហើយមួយទៀតគាត់សួរចេះទៀតចាគាត់សួរខាងស្រីណាគាត់សួរថាទេបងខ្ញុំសុំសួរបងឯងតិចខាងស្រីគេសួរគេថា
cho hết ấy ban chia pil để bờ pun hao oi tự đắc dư thà là vua đây là vua nọ và ta pil để lư thà say tê oi tự đắc ấy còn lươn mày à là một số bọ sai tình rồi nó càng giấy cái xuôi chẳng tao ta bờ pun hao oi tự đắc ấy na nó ố nghe vua đây nó chăm tới chứ cái làm máu cái lăng mà màu à ta bờ ta say tê hao oi tự đắc phải chỉ đâm tí tự đỏ ai đọc về trái xua chơi tới hàng pro cái mày đem hồi nãy từ dồn lá bà can na bà pun hao từ đất thầu ấy về du đời sao bà pun nó về squat cái này về du ấy về lang tha mục nó về lên là cái thằng anh ấy vậy đúng người ta men bà pun pi ca pi mình toàn cá khơi mục tiêu từ bố anh ấy gạo ta lọ cháo khơi phím từ lành plẹt đó là pi chập và đam ca ban côn mũi côn pi tới anh ấy gạo ta lọ cùn lo pi mưa tôi chôn cá mạch năm mà đang lọ tôi cá mưa bay khai mà đang lọ đi về giang đây thì chúng ta nói lọ cùn bay năm mà toàn phi phá đó nâng này ta bốn cứ đang lọ sao đây đào pi khơi mới cứ đang lọ cùn này lọ cùn là chúng ta mà khai bàn được khơi nấu bùn ánh xả thế này này tôi cá ai cả là to mà đóแล้วเงียบมาวิ่งเงียบมาจำลายกลางโปรวิ่ง จ้า จำลายกลางโปรเรื่อง